ទឹកដីដ៏អស្ចារ្យនេះមិនដែលឃើញពីមុនមកដល់ចាំខ្ញុំនាំអ្នកទៅប្រាសាទអង្គរយើងធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជាអាចារ្យាវុធទី7ពីនឹងយើងនៅចិនគ្នាទៅមើលប្រទេសកភនពីភូមិលោកប្រាសាទព្រះវិហារស្នេហ៍អូននឹងបងត្រូវចាប់ដើមផ្សាមដោយចិត្តនឹងចិត្តស្នេហ៍ខ្លាចជាស្និទ្ធឲ្យវងមិត្តនឹងរូបបងជួបគ្នាពេលវេលាដែលមានកន្លងធ្វើឲ្យបងនឹងអូនមិនដែលស្រពអូនបងគប់ចិត្តស្ងួនពុំមានពេលប្រែអនុស្សាវរីយ៍យើងទាំងពីរធ្លាប់បានកំណត់សាមពុំដែលមានអៀងធ្វើឲ្យអូននាងអូនចិនដាពីពេចអូនបងផ្ដងថាស្នេហ៍ស្នងពេញអរ៉ាគ្មានពេលបែងអូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការ set password នៅក្នុង folder របស់យើងដែលពុំចាំបាច់ប្រើប្រាស់នៅកម្មវិធីជំនួយហើយវាប្រើប្រាស់បានជាមួយនឹង Windows XP ហើយនឹង Windows 8.1.1 បាទអញ្ចឹងគឺយើងធ្វើតាមគ្នានេះជំហានដំបូងគឺមុននឹងយើងចង់ចាក់សោ password របស់យើងជាមួយនឹង folder ដែលយើងចង់ប្រើប្រាស់ជាឯកសារផ្ទាល់ខ្លួនដែលពុំមានអ្នកណាគេអាចបើកបានព្រោះថាឲ្យយើងជាគេថាឯកសារផ្ទាល់ខ្លួនឯកសារ private អញ្ចឹងជំហានដំបូងគឺយើងត្រូវតែបង្កើតនៅ folder មួយសិនអញ្ចឹងធ្វើតាមខ្ញុំបង្កើតនៅ folder new folder คลิกមកស្ដាំហើយយកវាថា new folder អញ្ចឹង folder នេះគឺយើងអាចសរសេរឈ្មោះថាកម្មវិធីវាសរសេរជា font ខ្មែរ Unicode ក៏បានដែរកម្មវិធីចាក់សោ folder ទន្ទឹមនឹងនោះផងដែរគឺយើងបន្ទាប់ពីយើងបង្កើតនៅ new folder ហើយយើងបើក new folder ទាំងអស់គ្នាបន្ទាប់មកនៅក្នុង new folder នេះគឺយើងត្រូវតែមាននៅឯកសារថាមួយទៀតគេហៅថាយើងត្រូវតែបង្កើតនៅ text document មួយទៀតសម្រាប់យើងដាក់លេខកូដចូលអញ្ចឹង text document នេះគឺយើងคลิกមកស្ដាំយកពាក្យថា new ហើយនិយាយថា text document អញ្ចឹង text document នេះគឺវានៅក្នុង new folder ដែលយើងបានបង្កើតពីស្រេចអញ្ចឹងនេះ folder ដែលខ្ញុំបានបង្កើតគឺមានឈ្មោះថាកម្មវិធីចាក់សោ folder អញ្ចឹងគឺ click ទៅលើ text document របស់យើង open វាមកអញ្ចឹងយើងត្រូវតែមានកូដដែលកូដខ្ញុំបានសរសេររួចហើយបាទអញ្ចឹងគឺយើងត្រូវការកូដតែកូដយើងបានសរសេរខ្ញុំបានសរសេរទៅហើយអញ្ចឹងគឺគ្រាន់តែចុច Control A គឺ select all ហើយ Control C copy យើង copy កូដទាំងអស់នេះនេះ copy កូដទាំងអស់នេះយកមកផាសនៅលើ new text document របស់យើងអញ្ចឹងខ្ញុំកែ font វាតូចតិចសិនដើម្បីស្រួលមើលតែព្រោះថាទំហំ font size វាគឺ48អញ្ចឹងយើងសេរីតូចមកតាម22អីមកដើម្បីឲ្យមិត្តភ័ក្តិរបស់យើងស្រួលមើលកាលណាដែលយើង control C ហើយយើងយកមកលើ new text document របស់យើងគឺយើងចុចនៅលើ keyboard របស់យើងគឺប្រើ control V ណាបងប្អូនរបស់យើងឬជាមិត្តភ័ក្តិរបស់យើងប្រកាសបានដឹងហើយ control V គឺសម្រាប់ paste
chẳng nơi ní cứ dân bán cột đấy dân bán cột hỡi xung ở dân bao phong bao dân được chia một phe trong nắp rầm là tăng cho mình đi nơi trong ní cứ if not phía rối paste phía rối smart hay cái này ní cái đã password underscore ghost underscore here trong phía password underscore ghost here ní cứ ở dương replay bài thay chúng nu áo password để dương chọn sậpសម្រាប់ lock folder របស់យើងឬក៏ unlock folder របស់យើងអញ្ចឹងខ្ញុំដាក់ password ថាអង្គរ98ណាអញ្ចឹងកាលណាដែលយើងដាក់ password ចឹងបានចឹងហើយចូលទៅកាន់ពាក្យថា file នៅលើ new document របស់យើងនេះគឺយើងប្រើពាក្យថា save as ណាអត់ប្រើពាក្យថា save ទេគឺយើងប្រើពាក្យថា save as នៅត្រង់ចំណុចនេះនៅត្រង់ចំណុចនេះគឺ file name បានន័យថាជាកន្លែងដែលយើងសម្រាប់ដាក់ឈ្មោះនៅឯកសាររបស់យើងអញ្ចឹង file name នេះគឺយើងត្រូវតែដាក់ពាក្យថាដាក់ឈ្មោះវាថា locker.bat ណា locker.bat បន្ទាប់ពីយើងដាក់ឈ្មោះវាបានហើយយើងមើលពាក្យថា save as type save as type នេះគឺជា general គឺវាដាក់ឲ្យយើងគឺ text document ណាមកបញ្ចូលមកសញ្ញាផ្កាយគឺ txt អញ្ចឹងយើងដូរវាដាក់ all file បានន័យថាយើងសម្រាប់ save unlock នៅ file គ្រប់ទាំងអស់អញ្ចឹងចុច OK មក save មកហើយយើងបិទវាចេញបន្ទាប់មកគឺយើងនឹងបានឃើញចេះបន្ទាប់ពីយើង save មកគឺយើងនឹងបានឃើញនៅ file មួយបានបង្ហាញគឺពាក្យថា locker.bat បន្ទាប់ពីយើងបានអញ្ចឹងហើយណាយើង delete new text document របស់យើងចោល click ម៉ៅស្ដាំមកយើងពិតថា delete យើង delete ចោលអញ្ចឹងគឺក្រោយពីយើង delete ហើយណាយើង double click លើពាក្យថា locker.bat double click វានឹងបង្ហាញយើងបាទគឺកាលណាយើង double click មកវានឹងចេញ folder មួយទៀតដាក់ថា private ក្នុង private នេះក្នុង folder private នេះគឺសម្រាប់ឲ្យយើង copy នៅឯកសារឬក៏បទចម្រៀងណា MP3 យើងអាចបង្កើត folder នៅក្នុងនេះដែរដាក់ថាបាទ MP3 movie ណាmovie គ្រប់យ៉ាងបាទគឺយើងអាចដាក់បានច្រើនគឺយើងគ្រាន់តែ copy ពីទាំងអស់នោះបានន័យថា copy នៃឯកសារដែលយើងចង់យកមកចាក់សោណាចង់សិតដាក់ password ហ្នឹងអញ្ចឹងខ្ញុំបានដាក់ថា MP3 អញ្ចឹងខ្ញុំយកបទចម្រៀងអូខេយកបទចម្រៀងយកបទចម្រៀងរបស់ផលិតកម្មខ្មែរ rapper ណាអញ្ចឹងគឺបទចម្រៀងគឺខ្ញុំមាន folder របស់ខ្ញុំដាក់ក្នុង folder នេះអញ្ចឹងយើង select folder បទចម្រៀងរបស់យើងមួយណាដែលយើងចង់បាន KTR production album vol 1អញ្ចឹងមកយកបទចម្រៀងមួយខ្ញុំ copy បទចម្រៀងមួយតែមានចំណងជើងសូមផ្សាយសំនៀងណាយើង back វាមកណាបាច់ back ក៏បាននេះមានអីអញ្ចឹងយើងយកមក paste នៅក្នុង folder របស់យើងផាសនៅក្នុង folder របស់យើងមកដាក់មួយណាយើងបានបទចម្រៀងមួយហើយនេះ movie អញ្ចឹងក្នុង folder movie នេះយើងចង់ដាក់យើងបានបទចម្រៀងមកហើយអញ្ចឹងយើងចង់បាននៅឯកសារវីដេអូមួយទៀតដែរអញ្ចឹង copy movie មួយទៀតយកមកដាក់មកនៅក្នុងខ្ញុំមានរួចជាស្រេចហើយ movie ណាអញ្ចឹងខ្ញុំ copy
movie មកយកមកផាសក្នុងនេះមកជានេះយើងបាន movie ហើយនឹង MP3 យើងអាចដាក់ជារូបភាពដាក់ជា file ផ្សេងៗឯកសារផ្សេងៗបានសម្រាប់យើង set password បាទបន្ទាប់ពីយើងមានបាន copy file ដាក់ក្នុងហ្នឹងហើយបាទ private folder របស់យើងហើយយើងត្រូវការ lock វាអញ្ចឹងយើងយកពាក្យថាយើង click double click លើ locker.page អញ្ចឹងយើងត្រូវតែសរសេរពាក្យថា yes ណាបាទវាយមកបាទ enter អញ្ចឹងវា load អញ្ចឹងនេះគឺ folder របស់យើងគឺត្រូវបាន lock ចាក់ password វាហើយអញ្ចឹងដើម្បីយើងដោះ password ដើម្បីបើកចូលទៅក្នុង private របស់យើងវិញគឺយើង double click វាដដែល private ដូចគ្នាអញ្ចឹងយើងត្រូវចំណាំ password របស់យើងដែលយើង set យើងបានទៅ set នៅក្នុង code របស់យើងហ្នឹងអញ្ចឹងយើង double click លើពាក្យថា locker.page អញ្ចឹងយើងវាយថៃដល់ពេលណាដែលយើង lock យើងគ្រាន់តែសរសេរពាក្យសរសេរអក្សរវាយបាទគឺដំណើរអីចឹងអញ្ចឹងដល់ពេលណាដែលយើង unlock វិញគឺយើងត្រូវតែដាក់លេខកូដរបស់យើងវាលេខកូដរបស់យើងបញ្ចូលគឺខ្ញុំបានដាក់លេខកូដខ្ញុំគឺអង្គរ98ហើយបន្ទាប់មក enter ហ្នឹងគឺវានឹង load folder នេះមកវិញណាអញ្ចឹងគឺឯកសាររបស់យើងគឺបាន lock នេះគឺជាវិធីងាយៗសម្រាប់ lock នៅ password folder របស់យើងជាមួយនឹង Windows 8 Windows 7ដោយពុំចាំបាច់ប្រើប្រាស់នៅកម្មវិធីជំនួយអរគុណជាមួយនឹងការតាមដាននៅវីដេអូនេះសូមកាន់តែវីដេអូប៉ុណ្ណេះបើសិនជាការជម្រាបទៅគឺពុំបានក្បោះក្បាយហើយនេះក៏គ្រាន់តែជាការចែករំលែកនៅអ្វីដែលជាពុទ្ធិជូនស្រីសាទាំងអស់រួមជាមួយនឹង C2 C3 គាត់បញ្ញាជាពិសេស fan ដែលបានគ្រប់គ្រងhey ចម្រៀងបងច្រៀងមនោសញ្ចេតនាច្រៀងជូនជីវ៉ាស្រស់មាសមិត្តស្រឡាញ់អូនមួយបងប្រូជីវិតកាពីវោមិត្តលុះថ្ងៃមរណាស្រឡាញ់អូនមួយលុះជីវិតសូនចាំនៅក្បែរស្ងួនបងកើតគ្រួសារមានកូនតូចតូចរត់តាមសួនច្បារដូចយាយស្នេហ៍តាកាពីបុរាណខ្លួនបងជាប្រុសរូបមិនសង្ហាពុកមាត់ដូចស្វាចចាថាខ្មែរមានបេះដូងស្មោះលះបង់ជូនស្នេហ៍ស្រឡាញ់ភ្នំថែស្មោះស្នេហ៍ក៏និថាបើអូនព្រមហើយបងមិនកន់តើចូលជួបចរចាដល់ដឹងពីពើតាមច្បាប់ដូនតាស្របតាមមេបាបងខប់ជូនស្នេហ៍បងនឹងងូតទឹកកាត់សក់កោពុកមាត់ទន្ទិញឲ្យស្គាត់មាត់បាតកាបខ្មែរជុំស្ដីអីលើយកពើភ្នំថែស្មោះស្ម័គ្រនឹងស្នេហ៍លុះថ្ងៃអវសានហេបងប្រុសចង់សាំ clear it let's go on say my banana on my neck cause face out the on the way you move the hip got me mesmerized I really wanna make you be my song side on age motivate bong chong turn that day but on chap cho chị đừng on sa lanh on nine the whole bong my neck bong chữ vật but on đọc nhau mà chơi khá cha thông heavy mode chụp chụp NC big bang Yo, la mouse, drop the beat Remake the old song còn có no band run Lê style là mình tịch Tụi dương mà chuyên gió Bà chênh là bên ní Còn hỏi khá mình play Hey hey, bà lệ remake Sẽ handman ta crop beat mà đóm Đôi kê đặt phá You sẽ high man dead In the club we dance Sụp nhà chùm riêng Chuyên be đầy Go khmai in the world Canada, US, Australia yo Xâm lên chùm tơ Hai bà lư sẽ lên Chuyên bà tố Bùi dương chỉ cô khmai bà lư xâm lên Sài ho ôn ra xâm nế Chuyên chôn bật lời Dẫm ơi chân đáy Như chân ô ôn ra xâm nế Chuyên chôn bật lời Dẫm ơi chân đáy Như chân ô Chom ring on string sameta Chom ring on string sameta